ការឆ្លៀតឱកាសផ្សេងការតម្លើងការឡើងដោយសារកត្តាផ្សេងពិតប្រាកដដូចជាប្រេងឡើងចុះកត្តាស្អីហ្នឹងត្រូវគ្រប់បញ្ជាប់បាទហើយខ្ញុំជឿថាបងប្អូនរបស់យើងមិនទេវាមានច្រើនតែប្រេងស្តុកអត់មានដាច់ស្តុកទេបាទយើងធានាការគិតគូរជាមួយថ្ងៃនេះអាយដាមកែវរតនៈជួបជាមួយនឹងក្រុមហ៊ុនផ្សេងទាំងអស់ធ្វើការយើងមិនមែនអត់ទៅសូមគេទីប៉ុន្តែយើងមានលទ្ធភាពតែនេះគឺជាមធ្យោបាយរយៈពេលខ្លីប៉ុន្តែអ្វីក៏ដោយវាត្រូវតែមានដំណោះស្រាយអញ្ចឹងសូមឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងនៅបញ្ហាដែលកើតរយៈក្នុងពេលខ្លីនេះសូមកុំពង្រីកហួសព្រំដែនជាពិសេសការឈានទៅដល់ការបង្កើតរឿងដែលនាំឲ្យស្អប់គ្នាជាតិគ្នាបាទប្រជាពលរដ្ឋថៃដែលរស់នៅក្នុងប្រទេសខ្មែរឃើញអ្នក TikTok មកគូនោះគាត់ល្បីប្តីថៃប្រពន្ធខ្មែរដល់ពេលគ្រាន់តែផ្ទុះគ្នាភ្លាមគាត់ចង់ភ័យមិនដឹងរត់ទៅណាឥឡូវបើអញ្ចឹងពីណារត់ទៅណាមានតែបែកគ្នាបើចង់នៅជាមួយគ្នាត្រូវតែនៅប្រទេសមួយហើយអញ្ចឹងកុំបង្កើតនៅអរិភាពរវាងប្រជាជននិងប្រជាជនយូរមានកំណើនកម្ដៅនៅខាងប្រទេសថៃដែលគេចាប់ផ្ដើមវាយប្រហារពលករយើងចំនួនទៅទីនោះបើមានបញ្ហាបងប្អូនត្រឡប់មកវិញមកកម្ពុជាយើងស្វាគមន៍យើងនឹងរងចាំទទួលបាទអត់មានបញ្ហាអីទេ